lụt mất Số đây mong bốn này cứ chia đầu prin hao mong bốn khá năng cứ prin miên tràn mình tên hay dương nhằm hóa đó nhằm prin cả lọc bảo thỏm na ru chết bia rập sập nam ấy bên đây từ thỏm na chứng do vì mà này cứ chia phê tự chạy nhằm mà đòn phê tự chạy prin mong bốn liên tập bia sàn sân môn năng được từ cứ chia phê tự chạy hay đan tập bố hay chăm đã prin cho nước nông tập bố năng thành đòn mong bốn tạm mà là món xong rôm là dường aiធ្វើភេទជ្ជៈបានពី3កែវអីប៉ុណ្ណឹងពេលដែលទឹកពុះខ្លាំងក្តៅខ្លាំងព្រីងវាចាប់ផ្ដើមបែកចេះហើយបងប្អូនសាច់ព្រីងពណ៌សក្រហមព្រីងហ្នឹងគឺក្រហមតែសម្បកវាទេជ័រវាគឺក្រហមស្ងោរវាឲ្យរាងទុនសាច់បែបចេញជ័រអស់អញ្ចឹងមកចាំដាក់វាចុះដាក់វាចូលជើងvà chăm tụiឲ្យវាត្រជាក់ក៏បានដែរបងប្អូនដាក់អំបិលថែមចូលឲ្យវាមានរសជាតិឆ្ងាញ់ណាបើអែមខ្លះយើងត្រូវភេទជ្ជៈខ្លះយើងត្រូវថែមអំបិលទៀតដើម្បីបង្កើនរសជាតិប៉ុន្តែភេទជ្ជៈខ្លះគឺអត់ចាំបាច់ដាក់ទេឥឡូវព្រីងឆ្អិនល្មមយកទៅធ្វើភេទជ្ជៈបានហើយបងប្អូនភេទជ្ជៈមុខនេះគឺខ្ញុំធ្វើទាំងព្រីងនៅក្តៅអញ្ចឹងតែម្ដងបងប្អូនយកវាលើកដាក់មកអញ្ចឹងហើយយកកៅយកកន្ត្រងយកអីមកគ្រឿងប្រដាប់ប្រដាសម្រាប់ធ្វើភេទជ្ជៈហ្នឹងបងប្អូនអត់បានហ្នឹងគឺកន្ត្រងហ្នឹងហ្មងបើសិនជាយើងចង់បានសាច់វាយើងយកវាជ្រុំបន្តិចមកតែបើយើងអត់ចង់បានយើងចង់បានតែទឹកពណ៌ទេយើងយកតែទឹកមកអត់អីទេរសជាតិវាឆ្ងាញ់ដូចគ្នាសម្រាប់កម្រិតវ៉ាប្រើ150អំបិលសម្រាប់កៅលេខ22ដាក់150អំបិលហ្នឹងទៅភេទជ្ជៈគឺល្មមឆ្ងាញ់ហ្មងហើយអានេះអត់មានដាក់អីច្រើនទេដាក់តែអំបិលពេលដែលយើងស្ងោរហ្នឹងហើយដាក់ស្ករចូលទៅកូរទឹកញ៉ាំបានហើយបងប្អូនងាយស្រួលបំផុតហ្មងអានេះហើយវាអត់ហត់តាពីអត់ហត់ជក់គ្រាហ្មងដាក់តែប៉ុណ្្នឹងទៅបឺតគ្រូទៅងាយស្រួលឆ្ងាញ់ទៀតពេលញ៉ាំតំក្របអញ្ចឹងវាដូចជាវាយឺតពេលញ៉ាំមួយចានអីអញ្ចឹងកន្លះម៉ោងអីមិនហើយនឹងជក់បឺតនឹងឯងដល់ពេលយកមកធ្វើជាភេទជ្ជៈអញ្ចឹងញ៉ាំលឿនហ្នឹងបឺតតែ2 3គ្រូអស់បាត់ឥឡូវចាប់ផ្ដើមកូរស្ករឲ្យលាយសិនបានយកតកមកចាក់ដាក់តែប៉ុណ្ណឹងហើយបងប្អូនភេទជ្ជៈមុខហ្នឹងគឺអានេះលឿនហើយបើយើងធ្វើជាដោះគោជាព្រីងទឹកដោះគោក៏ឆ្ងាញ់ដែរបងប្អូនឆ្ងាញ់មួយយ៉ាងម្នាក់ឥឡូវភេទជ្ជៈព្រីងបានរួចមួយមុខហើយបងប្អូននៅសល់មួយមុខទៀតគឺព្រីងដោះគោហ្នឹងសម្រាប់អ្នកដែលចូលចិត្តរសជាតិស្រាលគឺដាក់ដោះគោរាងច្រើនបន្តិចនេះខ្ញុំប្រើដោះគោ steam ដោយសារតែខ្ញុំអត់ចង់ប្រើវាយជាគ្រីមបើវាយជាគ្រីមវាអាចនឹងឆ្ងាញ់ជាងល្អជាងមើលទៅវាស្អាតជាងប៉ុន្តែម៉ាស៊ីនខ្ញុំវាបាត់ហើយដល់ពេលអញ្ចឹងខ្ញុំប្រើ steam នេះដៃ steam នេះគ្រាន់ថា steam វាក្តៅដល់ពេលចាក់ចូលដោះគោចូលតកវាចេញមកអត់ស្អាតទេបងប្អូនបើយើងវាយគ្រីមត្រជាក់អាហ្នឹងវាស្អាតជាងប៉ុន្តែអត់អីតាមតាណាហ្នឹងទៅដោយសារតែយើងអត់បានធ្វើម៉នុយលក់ទេធ្វើញ៉ាំខ្លួនឯងបង្ហាញជូនបងប្អូនឃើញលោមានភីងច្រើននៅផ្ទះអីចឹងអត់ដឹងថាយកទៅធ្វើអីចោលអីចឹងស្ដាយចឹងយកមកធ្វើភេទជ្ជៈញ៉ាំដើម្បីបដូររសជាតិខ្លះមកឥឡូវsteam នេះអត់យកក្តៅទេបងប្អូនក្តៅខ្លាំងពេកអត់ការទេយើងប្រើមួយតកអញ្ចឹង steam ឲ្យវាតែឡើងតែពពុះមកបានហើយពពុះប៉ុណ្ណឹងមកអាចបិទបានហើយបងប្អូនបើសិនជាយើងអត់ចង់ប្រើ steam អីក៏បានដែរដាក់បែបដោះគោស្រស់ត្រជាក់អីទៅនិយាយទៅដាក់គ្រាន់តែយកម៉ូតវាទេបើយើងដាក់បាច់ steam ក៏បានដែរបាច់ steam វាឆ្ងាញ់ដូចគ្នាបើ steam ចេះវា
វាផ្លាច់រសជាតិមួយទៀតបើអត់ស្ទីមវារសជាតិមួយទៀតវាខុសរសជាតិគ្នាតិចតួចប៉ុន្តែអាចញ៉ាំបានឆ្ងាញ់ដូចគ្នាឥឡូវយើងចាប់ផ្ដើមធ្វើភេសជ្ជៈព្រីងដោះគោមួយមុខទៀតសេរីអានឹងចេញសិនសេរីវាចាំពេលធ្វើហើយចាំថតដាក់ទាំងអស់គ្នាបង្ហាញជូនបងប្អូនតែម្ដងវីដេអូនេះរៀងវែងដោយសារតែអត់ចង់ប្រវែកវាតែប្រវែកវាត្រូវធ្វើម្ដងទៀតដដែលអញ្ចឹងដាក់ចូលទាំងអស់ហ្មងទៅដាក់ព្រីងដាក់ទឹកព្រីង150 ml ដដែលដាក់ដោះគោយើងដាក់តាមចំណូលចិត្តបើសិនជាយើងចូលចិត្តផ្អែមដាក់ត្រឹមលេខ40ទៅដោះគោខាប់ភេសជ្ជៈមុខនេះយើងប្រើដោះគោខាប់វិញមិញខ្ញុំអត់បានប្រើដោះគោខាប់ទេមិញគឺខ្ញុំប្រើស្ករក៏បានទឹកស្ករក៏បានតាមចំណូលចិត្តទេគ្រប់យ៉ាងព្រោះថាអាស្ករហើយនឹងដោះគោហ្នឹងសម្រាប់ចំណូលចិត្តរបស់អ្នកញ៉ាំទេអ្នកញ៉ាំខ្លះគឺគាត់ចូលចិត្តដោះគោច្រើនជាងស្ករអ្នកញ៉ាំខ្លះក៏អត់ចង់ញ៉ាំស្ករទេអញ្ចឹងយើងធ្វើតាមចំណូលចិត្តអ្នកញ៉ាំសម្រាប់អ្នកញ៉ាំដូចខ្ញុំហ្នឹងញ៉ាំអ្មិចក៏បានដែរបងប្អូនអត់បញ្ហាទេអានេះខ្ញុំដាក់ដោះគោត្រឹមតែ30ដេកទេសម្រាប់មាត់ក្មេងៗសម័យឥឡូវគេញ៉ាំស្រាលណាបងប្អូនខ្ញុំអីហ្នឹងក៏ញ៉ាំស្រាលដែរខ្ញុំចាស់ជំនាន់មុនប៉ុន្តែខ្ញុំទម្លាប់ញ៉ាំស្រាលដល់ពេលញ៉ាំរសជាតិដិតដូចរៀងខ្លាចណាបងប្អូនខ្ញុំទិញអាទឹកដោះគោផ្លែឈើហ្នឹងរសជាតិដិតពេកខ្ញុំអត់ហ៊ានញ៉ាំទេដូចរៀងខ្លាចហ្មងវាដិតពេករសជាតិផ្អែមពេកមិនដឹងថាដាក់ស្ករមិនក៏ឆេទេផ្អែមម្លឹងដល់ពេលធ្វើខ្លួនឯងចេះយើងដាក់បន្ថយរសជាតិតាមចំណូលចិត្តដាក់ទឹកកកតិចទេដោយសារតែទឹកដោះគោស្ទីមច្រើនបើយើងដាក់ទឹកកកច្រើនដាក់អត់អស់ហើយភេសជ្ជៈហ្នឹងអញ្ចឹងដាក់វាព្រោះថាអាទឹកស្ទីមនេះវាខាប់អញ្ចឹងវាដាក់ទៅវានៅទើនៅនឹងបរោយអូឡើងមកស្អាតមែនតើនេះអូវ៉ាវទឹកព្រីងស្អាតមើលទៅតំណងគួរឲ្យឃ្លានណាហើយបងប្អូនភេសជ្ជៈព្រីង2មុខរងចាំតែអ្នកញ៉ាំទេជើងចេះអាប់ដេតខ្លះទៅវាញ៉ាំទៅព្រីងអំបិលជ្រលក់ព្រីងអំបិលជ្រលក់ពេកចុះឡើងញ៉ាំព្រីងអំបិលជ្រលក់តែខែព្រីងខែត្រេនតែយើងអត់មានលុយទិញត្រេនយើងទិញតែព្រីងបានហើយយកវាមកឆ្នៃធ្វើព្រីងក្លុកព្រីងឆ្ងោព្រីងឆាព្រីងចៀនត្រេនថោកយ៉ាងណាក៏នៅតែអត់មានលុយទិញអានេះភ្លក់សិនបងប្អូនភ្លក់អាពណ៌ទឹកថ្លាមុនដើម្បីកុំឲ្យបែករសជាតិណាប៉ុន្តែធានាថាឆ្ងាញ់មើលបើសិនជាយើងដាក់ដោះគោស្រស់ប្រថុយជាងនឹងទៀតរត់តែឆ្ងាញ់តែវាសម្រាប់លើចំណូលចិត្តព្រីងក្លុកហើយបងប្អូនរងចាំតអ្នកញ៉ាំទេធ្វើភេសជ្ជៈហើយភ្ញៀវដើរមកដល់ល្មមអញ្ចឹងឲ្យភ្ញៀវសាកមើលតើភ្ញៀវចូលចិត្តមួយណាភ្ញៀវរើសមើលភ្ញៀវចូលចិត្តអាហ្នឹងណាចូលដាក់អាហ្នឹងឲ្យសល់មួយកែវទៀតដើរស្វែងរកអតិថិជនបងប្អូនទៅហើយអតិថិជននៅនេះមិនខ្វះទេឲ្យតែថាធ្វើហើយហ្វ្រីគឺថាអត់ខ្វះតែម្ដងចង់20កែវ30កែវក៏អត់ខ្វះអ្នកញ៉ាំដែរអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូជូនពរឲ្យមានសុខភាពល្អ